Hello សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូដំបូងរបស់ខ្ញុំហើយសម្រាប់វីដេអូថ្ងៃនេះដែរគឺអត់មានអីច្រើនទេគឺគ្រាន់តែថតទេសភាពនៅជុំវិញផ្ទះបប៉ាម៉ាក់ខ្ញុំដោយសារតែអត់សូវមានពេលបានមកលេងផ្ទះទេព្រោះនៅវិញខ្ញុំធ្វើការផងហើយរៀនផងដល់ពេលអញ្ចឹងក៏ជាតែឆ្លៀតថតលេងទៅអត់ដឹងថាមានបងណាខ្លះក៏មានកណិតដូចខ្ញុំទេពេលនៅភ្នំពេញចង់តែមកលេងស្រុកទេអត់តែបានមកលេងស្រុកប៉ុណ្ណេះហើយគឺដឹងតែមិនចង់ទៅភ្នំពេញវិញហ្មងឥឡូវយើងមកមើលពីទស្សនភាពនៅជុំវិញផ្ទះវិញម្ដងឃើញថាប៉ាម៉ាក់ខ្ញុំក៏មានដាំដំណាំច្រើនមែនតើមានតាំងពីល្ហុងត្រប់ស្វាយហើយនិងអានោមតាមពិតទៅមិនមែនមានតែប៉ុណ្្នឹងទេគឺនៅមានច្រើនទេប៉ុន្តែគឺខ្ញុំអត់បានថតស្ដាយដែរបើសិនជាទៅលើក្រោយខ្ញុំនឹងថតបង្ហាញអ្នកទាំងអស់គ្នាអស់ហ្មងហើយដែលសំខាន់ណាស់គឺនៅនឹងមានស្រះទឹកពីអ្នកទាំងអស់គ្នាហើយស្រះទឹកហ្នឹងគឺប៉ាម៉ាក់ខ្ញុំក៏មានចិញ្ចឹមត្រីហើយគាត់មានធ្វើទ្រើងអានោមដាំពីលើនឹងទៀតឥឡូវខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមើលគឺថាសុទ្ធតែផ្លែអានោមទាំងអស់ហ្មងជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍មើលខាងក្រោយផ្ទះខ្ញុំនេះគឺទស្សនភាពស្អាតខ្លាំងមែនតើមានព្រៃមានគេធ្វើស្រែធ្វើស្រូវអញ្ចឹងណាអញ្ចឹងហើយមិនចាំបាច់ឆ្ងល់ទេថាថៃបើខ្ញុំយកចិត្តមកស្រុកកណ្ដាលនេះហើយឲ្យទៅពេលម្ដងគឺលេងចង់ទៅវិញហ្មងគឺដោយសារតែមូលហេតុអញ្ចឹងឯងអូខេអ្នកទាំងអស់គ្នាវីដេអូខ្ញុំនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ